បាទសូមគោរពជំរាបសួរបាទនៅក្នុងថ្ងៃទី16ខែសីហាឆ្នាំ2025នេះខ្ញុំបាទតំណាងអយលោកស្រីវណ្ណមមេឃុំស្រែនុយបានចូលរួមរៀបចំក្នុងការជួសជុលផ្លូវចំនួន1ខ្សែមានប្រវែង300ម៉ែត្រដែលផ្លូវនេះជាក់ស្ដែងគឺស្ថិតនៅទីតាំងភូមិវត្តនិងភូមិស្រែនុយក្នុងឃុំស្រែនុយចំពោះការរៀបចំជួសជុលផ្លូវនេះដែរគឺយើងរៀបចំជួសជុលតភ្ជាប់ពីភូមិវត្តទៅភូមិស្រែនុយដោយរៀបចំក្រាលគ្រូក្រហមក្នុងនោះដែរមុននឹងរៀបចំក្រាលគ្រូក្រហមរដ្ឋបាលឃុំយើងបានរៀបចំចាក់ដីសបំពេញនៅទីតាំងណាដែលមានដក់ធ្លុះដក់ទឹកជ្រៅដើម្បីឲ្យស្ថានភាពនៃការចាក់គ្រូក្រហមទៅមានភាពងាយស្រួលនិងឆាប់ពេញបានល្អចំពោះការចូលរួមជួសជុលផ្លូវដីសក្រាលគ្រូក្រហមនេះដែរគឺទទួលបានការឧបត្ថម្ភពីរដ្ឋបាលឃុំស្រែនុយដែលជាកញ្ចប់ថវិកាជួសជុលរបស់រដ្ឋបាលឃុំក្នុងឆ្នាំ2025នេះចំពោះការចាក់ផ្លូវគ្រូក្រហមនេះគឺបានផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិវត្តនិងភូមិស្រែនុយដែលកន្លងមកគឺផ្លូវនេះមានស្ថានភាពរអិលនិងស្អិតដែលពិបាកក្នុងការធ្វើដំណើរហើយក្នុងដែររដ្ឋបាលឃុំសង្ឃឹមថាក្រោយពីការជួសជុលនិងចាក់បំពេញនៅដីគ្រូក្រហមនេះនឹងអាចជួយសម្រួលដល់ការធ្វើដំណើររបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋពិសេសសិស្សសានុសិស្សដែលលោកចេញពីសាលារៀនគឺលោកដើរឆ្លងកាត់នៅទីតាំងផ្លូវនេះតែម្ដងបាទសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចូលរួមទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ